ចាសួស្តីបងប្អូនទាំងគ្នានេះជាសកម្មភាពចាជារៀងរាល់ថ្ងៃរបស់នាងខ្ញុំណាចាថ្ងៃនេះគឺខ្ញុំចង់ជៀនពងទាជាមួយស្អំណាបងប្អូនចាគឺយើងមកកាត់ស្អំយើងនៅខាងក្រោយផ្ទះរបស់យើងណាបងប្អូនចាស្អំហ្នឹងគឺមានតែម្ដងទេបងប្អូនប៉ុន្តែហូបអត់អស់ទេបងប្អូនអើយពួកខ្ញុំអត់សូវដែរហូបផងយូរហូបម្ដងដែរហ្នឹងណាចាយើងកាត់ស្អំយកមកដាក់ជៀនពងទាណាបងប្អូនចាយើងហូបហើយពេលព្រឹកចាមុននឹងយើងចាចេញទៅរកការងារចាយើងត្រូវតែហូបបាយពេលព្រឹកដើម្បីទ្របពោះរបស់យើងណាបងប្អូនចាឥឡូវយើងមកជៀនពងទាស្អំរបស់យើងណាបងប្អូនចាយើងដាក់ខ្លាញ់ឲ្យក្តៅមកបងប្អូនចាគឺខ្ញុំដាក់ស្អំណាបងប្អូនចាគឺខ្ញុំជៀនបែបហ្នឹងណាបងប្អូនជៀនយ៉ាងម៉េចចាចំណែកខ្ញុំគឺខ្ញុំដាក់ស្អំជាមួយខ្លាញ់ចូលទៅចាបន្ទាប់មកក៏ខ្ញុំចាក់ពងទាចូលណាពងទាដែលយើងវាយជាមួយគ្រឿងរបស់យើងហ្នឹងចាយើងដាក់ចូលទៅណាបងប្អូនចាយើងដាក់ចូលទៅជាការស្រេចហើយបងប្អូនទៅហើយយើងក្របទុកវាមួយសន្ទុះបន្ទាប់មកយើងក៏ប្រែវាណាបងប្អូនល្អអត់នេះបងប្អូនចាគឺល្អមែនតើបងប្អូនចានេះឥឡូវពងទារបស់យើងចាបានឆ្អិនរួចរាល់ហើយណាបងប្អូនចាយើងបានឆ្អិនហើយល្អមែនតើបងប្អូនអើយចានេះជាអាហារពេលព្រឹករបស់នាងខ្ញុំណាចាហើយនឹងអត់មានអីទេមានពងទាហ្នឹងគឺពងទាខ្លួនឯងទេបងប្អូនចាគឺពងទាខ្លួនឯងបន្ទាប់ពីយើងចាហូបបាយពេលព្រឹករួចរាល់ហើយចាគឺនេះបងប្អូនសកម្មភាពរបស់ខ្ញុំចាគឺខ្ញុំរៀបចំដាក់ស្មៅគោណាបងប្អូនចាជារៀងរាល់ថ្ងៃគឺខ្ញុំការនេះជាការងាររបស់ខ្ញុំណាបងប្អូនចាការងារប្រចាំថ្ងៃរបស់ខ្ញុំចាស្រុកស្រែចំការយើងអត់មានការងារអីច្រើនទេបងប្អូនអើយមានតែការងារពេកកប៉ុកតែប៉ុណ្ណឹងបងប្អូនចាព្រឹកឡើងចាគឺដាក់ស្មៅគោចាដាក់ចំណីមាន់ចំណីអីហ្នឹងបងប្អូនអើយរួចហើយក៏ទៅស្រែទៅចំការមើលស្រូវបោចស្មៅបោចអីហ្នឹងបងប្អូនចាស្រុកស្រែរបស់យើងគឺមានតែការងារប៉ុណ្ណឹងបងប្អូនចាគឺយើងរៀបចំមកដាក់ស្មៅគោរបស់យើងណាបងប្អូនចាស្មៅអត់ខ្វះទេបងប្អូនអើយនិយាយទៅគោ3ហ្នឹងស្មៅសៀតអស់ទេដោយសារស្មៅនៅរដូវភ្លៀងនោះគឺវាសវោណាបងប្អូនចាគឺវាសវោដូច្នេះហើយយើងច្រូតមកដាក់ឲ្យវាសៀតអស់ទេព្រោះគោយើងមានតែ2គោមានតែ2ហើយនឹងកូនទូចមួយ